បាច់តន់គិតរឿងរ៉ូមឯឥឡូវសំខាន់ thích goal Golan សិន thích goal Golan មកស្កើអត់ recommend ទេតែបើសិនជា Granger 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 គាត់ថា Granger ច្រើន Granger Matrix ទៅ Granger Matrix ពីងអេម ហ្នឹងហើយ ការសម្រេចចិត្តរបស់ខេតគាត់ ខេតគាត់ទេព្រោះដោយសារហ្គេមនេះមើលបើសិនជា Golan របស់ខាង Team Dark Knight នៅសល់ Harrod អូ បាទ Fur វា Harrod Golan ចឹងមិន ចឹងបែរ Fur វាបាត់ហើយហ្នឹងយ៉ាសល់ Harrod មិន pick off ទេមិន pick off ចា Harrod ហ្នឹងមួយ chip ហ្នឹងម្នាក់ម្យ៉ាងជួនកាល chip អាចនឹង counter Harrod តែបើ Harrod គេ start អាចនឹង Harrod counter chip វិញ teleport មកហ៊ានចូលមកប្រកាកតែវាយនឹង សំខាន់យក Mino មកអម Harrod ហ្នឹងហើយ Mino យ៉ា Mino បានហើយគេក៏បាន Mino ល្អជាង មាន heal ក្នុង Mino ល្អការ control ដូចតែគ្នាណាមួយ Harrod មាន chip សល់ ដល់ប្រភេទ Golan សល់ Granger យក Granger យ៉ា គួរលេង Granger សល់ Granger Granger Experience លេងគេ Hello Hello Granger Hello តំណងអី Granger Granger សក់កលូដែរសក់កលូជន់ពេទ្រិន កលូដែរ Granger កលូខ្ញុំត្រូវស្មានយ៉ាងនេះតំណងណាឲ្យបោកហ្មងឆោយបោកយកហ្មងយល់មែនណាឆោយបោកយកបោកដល់ជាតិក្រោយហើយ hero Broken map Broken Wall ហើយវាត្រូវមួយ chip ទៀតព្រោះ hero ហ្នឹងវា mobility យឺតហ្នឹងដាក់ portal មកជន់ទាំងយល់ហ្មង Mino ថៃគ្រាពីរហ្នឹងមួយណាក៏ល្អដែរសម្រាប់ពី hero ហ្នឹងវាសិនល្អដូចគ្នា Mino ហើយមួយថៃគ្រា Mino ថៃគ្រា អាឡតហ្នឹងហួចទៅ EP តែពេលច្រើនចេះយក បាត់ដាំងឬក៏កតតល្អជាង ultimate នេះហ៎ បាត់ដាំងឬក៏កតតពីរហ្នឹងក៏ល្អជាងយ៉ាបាត់ដាំងឬក៏កតតស្រួលលេងជាងបាត់ដាំងក៏មាន immune កតតក៏អាចចាំ load back up លោតចេញដែរគឺ load back up បានដូចគ្នាអញ្ចឹងក៏ ឲ្យ ល្អ Fredrin front line តែអាហ្នឹងក៏ល្អជាកណិតហ្នឹងក៏ល្អ ហេតគាត់ បាទតែចកេះតិចបាទទៀតដើរ Fredrin ទៅអត់រំពឹងទេហ្មងដោយសារតែ hero មកទៀតនេះអាចជួយច្រើនដល់ Harrod នៅ early game ដើម្បី switch farm ទេជួយបានតែមួយគឺមានតែ Fredrin ហ្នឹងហ្មងយ៉ាទី1ទី2វាលេងតែមួយ Fredrin ហ្នឹង ហើយ combo មួយ Pasha ក៏ត្រូវដែរអញអត់ដឹងដែរនេះគឺជាការសម្រេចចិត្តរបស់ coach ក៏អាចដែរឆ្លោះចង្កេះដែរម្ដង តែនិយាយថាបាន Mateda នេះបង្កើន speed farm របស់ Fredrin នេះ រៃស្វតខឹកទុយបាទអូណាការក្រោយមកសល់2អូនឯងលេងស្រួលខ្ញុំលេចមើលថាមកសល់ឥឡូវម្ដង2ក្នុងក្រោយក្នុង2ដែរអើយយមានអ្នកចាំមើលដៃអូ Flicker 8នាក់ហ្នឹងហើយមានអីត្រូវលេងមាន start home អត់មាន high level account control បាទ កលូជីស្រុកមួយវាគេនាំចូលផ្ទះបាត់តែហ្គេមនេះយើងទៅឃើញហើយ D7 អាតាលេងមកធាតាហ្នឹងគឺជួយឲ្យគូសែនជាមួយនឹងការជំរុញឡើងឲ្យជាមួយជំរុញ speed farm របស់គាត់កាន់តែលឿនបាទហ្នឹងបើគាត់ពីកណ្ដឹងចោលទៅមកទាញអើយកាលមុនមកលេងម្ដងតែដល់ពេលឃើញគាត់ពីHarrodខ្ញុំអត់រំពឹងថាគាត់ចេញមកធាតាណានិយាយតាមត្រង់តែបើយក Granger មកងាងដែរគេយកកលូមកយើងពិបាកបាញ់ហ្នឹងបាទបាញ់អត់ចូលបាញ់ចំតែជួយបាទអញ្ចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូទី3គឺជាគូកូនបើរវាង Dark Knight Esport ប៉ះជាមួយនឹង Pro Esport មិញបើណាតាំងនេះទៅនៅណាតាន់មួយ Mateda មែនហើខ្ញុំគិតថា Harrod វា VM ជាងតែអត់យ៉ាក្រាមគាត់អត់នេះយើងមើលអត់ឃើញជាការបាត់ Mateda មកបាទពីបាត់ check map early game មិញយកបានឃើញបែបមិញគឺតែ check map ទូ level 2បាត់ហើយបាទមិញដើរទៅជួបបាទបានតែឃើញមនុស្ស4នាក់អញ្ចឹងទូ level 2បាត់ហើយហ្នឹងបាទអូចឹងវាចំណេញត្រង់ early game អញ្ចឹងដែរលឿនណាលឿនខ្ញុំគិតថាបើទៅកន្លុកទៀតបាទអាយ៉ាបាទ Vincent ប៉ះជាមួយនឹងគូសែនដូចគ្នាមែនគូសែន Vincent អីចាតែឥឡូវគេមាន21ឲ្យទៅយកទៅបាទជាមួយនឹង Mobile Legends Project Next របស់យើងក៏បានចេញទូអង្គថ្មីគឺ Obsidian តាំងពីថ្ងៃ17ខែកញ្ញាមកម្លេះដល់ឥឡូវគឺយើងលេងបានហើយបានមួយហ្គេមធ្វើការទិញឥឡូវនេះដើម្បីធ្វើការលេងជាមួយនឹង Obsidian Classic 2 ហ្គេមនឹងអាចដកនោះក្នុង rank បានតែបើយើងលេង5នាក់ដល់មិនបាច់លេង Classic និយាយទៅខ្ញុំ recommend មួយកុំយកឲ្យរងលេង Experience ឡើងបាទអញ្ចឹងយើងក៏មិនភ្លេចដែរជាមួយនឹងទូរស័ព្ទដៃ Infinix របស់យើងគឺជា official sponsor យើងធំយកហ្មងពី season ណាហើយយើងបានឃើញដែរជាមួយនឹង player ក៏គាត់បានលេងជាមួយនឹងទៅលើ device របស់ Infinix ដូចគ្នាបាទ
ចឹងគឺបាត់ជាអែមស្រែមអរគុណច្រើនមែនទែនសម្រាប់ Infinix សម្រាប់ការគ្រប់គ្រងក្នុងវិស័យ Mobile My Legends God មើលមួយ speed ហ្នឹង សឹងគ្រប់គ្នាយកតែម្ដង បាទ តាម map ហើយយ៉ាងចាប់ stand ទៅលើសាយកតែម្ដងប៉ុន្តែដោយសារតែ stake ចូលទៅអត់ដល់ដូចគ្នាចឹងរត់តាមម៉ាណយតែម្ដងទៅដល់ជាមួយនឹង Azu ធ្វើការធួនតែអត់ចំជាមួយនឹង Gram God ធ្វើការវាយមួយដកថយមកបាទអូយបញ្ញាក់ បាទធ្វើលេង បញ្ញាក់មួយភ្លាមអត់ប៉ះទេបាទមានការ hold បាទ hold មកវិញ អូ chip យក rapid boot Gram God យកលឿនឲ្យពាក់ជៀនមួយ មិនគឺយើងឃើញ Felix គាត់លេងជាមួយនឹង MLM S2 របស់គាត់លេង Festival Blood បាទ S1 របស់គាត់ Adaptive តាហើយ MLM ធំ Fighter មើលតក្នុងលឿនពេក Festival Blood យកចាក់ឡើងឈាម ឥឡូវ Alon លើគេលេងយ៉ាងណាគេឈប់យកឋានៈសិទ្ធិហើយបាទ បាទនេះបានឡើងឈាមក៏វារៀងមកល្មមដែរ ហើយយើងមើល Gram គាត់អណយ Gram គាត់អណយ បាទចឹងមានការអស់ចោះអស់ឡើងអស់ចោះអស់ឡើងប៉ុន្តែអាចនឹង fast total ដែរទេបើ total មួយយកតែម្ដងពីវត្តមានរបស់ Gram ក៏ប៉ុន្តែយើងមើលជាមួយនឹងសាអស់អាទីនេះគ្នា reset ជាមួយនឹង total ប៉ុន្តែយើងមើលជាមួយនឹងវត្តមានរបស់ boom ធ្វើការឡើងពេញ passive ចាប់ទៅលើ disband ដែរទេអត់ទាន់ចាប់ទេជាមួយនឹង final slash មួយប៉ុន្តែពីវត្តមានរបស់ Pele ធ្វើការចាក់ដាក់ខ្សែយកជាមួយនឹង total ទី1បាល់អស់ខ្លាំងតែប៉ុន្តែយើងមើលជាមួយនឹង Azu ក៏បាត់បោះដាច់ post block ពីវត្តមានរបស់ Dark Side ធ្វើការទិញមកយកទៅជាមួយនឹងការ rotate មកទីគ្នាពី Vincent ដាក់ប្រគៀពី Dark Side Oh my god Vincent auto skill ជាមួយនឹង double kill ចឹងភ្លាមមិញជាមួយនឹងមុន total card មិញហ្នឹងគឺសារក៏គាត់ចាយ ultimate ហើយ Gram គាត់ចាយ portal ហើយដូចគ្នា បាទ ប៉ុន្តែមិញដោយសារតែ team fight មិញហ្នឹងគឺមានការក្លុកពី boom ចូលទៅជន់ពេញ stack ប៉ុន្តែគាត់អត់ទាន់ឡើង ulti ទេគាត់ឃើញឈាមបោះ Azu រៀងលោបាទគាត់ឡើងកជិះជន់យកមក ហ្នឹង បាទចឹង total ទី1ចំណេញខ្លាំងមែនតើទៅលើ Dark Rai Esport បាទបោកទៅលើ disband យកតែម្ដងពី Gram គាត់ អីយ៉ា យកបាន total ទី1ហើយយកបាន2 kill ទេណាមិញ បាទសំខាន់គឺយកចូលទៅលើ Jungler ទេ បាទ បាទលេង Felix game នេះ ខុសគ្នាម្នាក់មក level ហើយ Felix ចាំ one shot ទៀតទៅតាមទឹក ហ្នឹងហើយ ជំរឿរបស់ Felix មានតែមួយគឺ one shot only បាទចឹងអត់បញ្ហាទេមានការចូលទៅ invest បន្ថែមទៀត Azu អាចនឹងយកជាមួយនឹង Jungle នេះបានដែរទេទាំងនៅ level លើគ្នាមក level ពីវត្តមានរបស់ Dark Side បាន expect តែគាត់ចង់លេង utility ណា game ហ្នឹងគាត់ចង់ផ្ដោតលើ utility វិញជាជាងប្រើ assassin លេងបាទ lên 4 ធំណាឡូសបាក់ចាក់គីឡូ សបាយណាគីឡូ game នេះ គីឡូធំហ្គេមនេះមើល Gram គាត់អង្គុយបើក map ឲ្យឡូនោះ បាទ ដឹងយក hero យកទៅវាយគីឡូទេលោកអើយ មក ចូល 100 target hero ស្វិញដល់ហ្នឹង យ៉ាអស់ហើយទី Cousin ពី Cousin បងការបេតតែប៉ុណ្ណោះតែសារមានវត្តមាន disable ហ្នឹងហ្នឹង បាទ បាទយើងក៏ផ្លេចជាមួយនឹងកញ្ចប់ MLBB ទទួលបានពេជ្ររហូតដល់235ពេជ្រនិងលេង Mobile Legends តាមចិត្តយកតែម្ដងដើម្បីភ្ជាប់គ្រាន់តែកាយ16 15កាយ1កាយ2ត្រង់ជ្រូកបាទចេះតែកាយ16 86កាយ1ត្រង់ជ្រូកបាទជាស្អីនោះនេះជាមួយនឹងកម្រង Share Cap MLBB ផងដែរ បាទចឹងតថមានការ spawn មកជាមួយនឹង total ទី2តាមវត្តមានរបស់ Pro Esport អ្នកយកបានឬក៏បន្តការយកបានពី Dark Rai ពី Sport នេះគ្នាបាទ ជាន់នេះ ការចាំពេញជាមួយនឹង Passive ឡើយបាទពីវត្តមានរបស់ Boom ធ្វើការបំពេញជាមួយនឹង stake របស់គាត់ទៅលើ Azu ចាប់ផ្ដើមជាមួយនឹងការបុក RT យកតែម្ដងប៉ុន្តែសិនតែប្រជុំតែបន្តពីវត្តមានរបស់ D7 ធ្វើការចាប់បោ D7 បងវាយចៃ flicker មើលបណ្ដាពីវត្តមានរបស់ D7 បណ្ដាយកជាមួយនឹង Boom បាត់ចិត្តឈឹងយកតែម្ដងបណ្ដាមានការអស់ជាមួយនឹង Total ចេញមកវិញដូចគ្នា hero ហ្នឹងធំ បាទហ្នឹងហើយយ៉ាមកទួនមួយទៅលើ Boom មក skill ទី2របស់ Zat ដូចគ្នាប៉ុន្តែអត់បញ្ហាបំបីដល់ស្លាប់ពេលលេខជាប់តែ Boom តែបន្តអត់ទាន់បញ្ហាទេជាមួយនឹង Azu បាននឹងលំខ្លួន IG យកតែម្ដងជាមួយនឹងការ killing spree ពីវត្តមានរបស់ Dark Side យេរ៉ូគឺចូលអត់ចោះយកមក ប្រាស់តែបាទលេងហ่า បាទលេង ប៊ីអើយ ចូលអត់ចោះបណ្ដោយយីទៅគីឡូជន់ពេញ map ហ្នឹងមើលអូខលហើយខលបណ្ដោយហើយយើ តែឥឡូវឈប់យើងវិភាគត្រាស់របស់ Pro បាទ តើការ pick បែបហ្នឹងគាត់ចង់លេងបែបម៉េចណោះការខៃចេញចូលតែការខៃចេញចូលវាអត់ស្រួលទេណា ហ្នឹងហើយ ព្រោះគេយកមកដើម្បី control គឺហ្នឹង បាទ ហើយបើ rotation គេមាន Gram God ទៀតបបាក់មែនដែរ មើល gang ចូល gang យក form rồi 4 rotate ពីក្រោមឡើងដល់លើ បាទ ហ្គេមនេះត perfect មួយគឺគ្រាន់គេជីកយតោងជឿrotate ពីក្រោមឡើងដល់លើគាត់ fast clear ក្រោមហើយណាគាត់ rotate ឡើងទៅដល់លើយក ចុះ Dark Side clear យកបាន Team 1 Trend នៅខាងbottom lane ហ្នឹង ហ្នឹងហើយ ចូលចាប់តាមចូល team fight អី ជីវ៉ាន់ដាច់3ផ្លូវអី បាទ គ្នាចាស់ប៉ាគេបានមកយូរមកវិញណាអែម ដូចមានអារម្មណ៍ថារៀងតាន់តាប់ តាន់តាប់ហៀបពងសើចល្អអនឡាញយេ ហើយនេះអត់មានមកទៅសើបងអូនថ្លៃទេ លេងអត់
tha được kia ថាលែនបន្តិចសិនបងអូនត្រូវ បាត់ដល់អី ហេដឹងអីមិនរួចខ្លួនតែស៊ីនាងមួយទេ hồi thôi xin niệm đi សំបីតែបងអូនដេកអេសពោះនឹងតែក៏ត្រូវដែរដល់ជាបងអូនស្ទ្រីមហេដល់អត់ទេ thôi thì stream តែ ở តែ đây ពីគូឯង មាន đằng អូ បាទគូទី3បែបទៅប៉ាជីបាទតែមិនចូលបាទអញ្ចឹង306នាទីបាទសោស្រីរបស់យើងនៅក្នុងហ្គេមទី1ហាក់3ដូចខាងនេះ3ខាងនេះ0ហើយបាទអញ្ចឹងហាក់3ដូចជាខាងដាក់ក្រៃយើងនាំមុខនៅ early game ខ្លាំងមែនតើ បាទ ភាគរយ snowball ក៏អាចមានដូចគ្នាផងដែរតែសារតែបើសិនជា Granger គាត់មានជាមួយនឹង stack sky booster គឺសบายលេងមែនតើហ្គេមសบาย finish យើងហ្មង boom ចាប់អ្នកណាតែនោះទៅហើយ បាទនិយាយទៅហ្គេមនេះបើសិនជាយើងមើលទៅជាមួយនឹង Gram God ពីញាក់បុំហ្នឹងគឺអាចកែងបានព្រោះសារ hero single target ហើយណាមួយបើសិនជានិយាយពីសារគេតាមត RT គេអាចនឹងឈ្មោលទៅរកគាត់នេះ 3k ចូលទៅដល់ជាមួយនឹង Gram God ចាយ flicker មួយក៏ដូចជាមានការដកថយមកវិញដូចគ្នា បាទសម្រាប់ពីការលេង Mobile Legends Bang គ្មានអ្វីសบายជាងប្រពូលគ្នាប្រមើលទៅនៅរោងកុនលេងចឹងទេបាទមកដល់ក៏ផ្លេចសាកជាមួយនឹងពោតទូទាំងអស់គ្នាឲ្យ fan MPL នឹងទទួលបានជាមួយនឹងការចុះ like 10% ភ្លាមជាមួយនឹងការទិញសបត់គ្រប់ប្រភេទលក់នៅលើ app website Legend Cinema បាទ សប្តាហ៍ក្រោយនេះ អត់និយាយថា fan Mobile Legends គឺ discount យកមក fan MPL បាទ MPL fan MBL ប្រចាំឡាយ10% ខ្ញុំ fan តកូអូបានចុះ like ចុះតម្លៃដែរតែចុះតម្លៃថ្លៃញ៉ាំទឹកសុទ្ធ sai game này bởi xe hộ hero bay cái lũ của một bạn đấy បាទ bạn bay cái lũ thông men hero game បាទបោក យើងស្ទើរតែមិន និយាយទៅ final slash ទៅក៏បាទដាច់ដែរ yeah mày nó slash tới cái cục skin thì mất tranh xa cho hùi បាទ ព្រោះសារត្រាស់នេះយើងទទួលស្គាល់ការ sustain និង combo ត្រាស់ a lot threat rate ទៅជារឿងល្អតែតែការគូសែន minimate ដែរ xong xem bạn front ហើយ line អេស៊ូអាចលងខ្លួនដែរទេព្រោះមានការបថោងតោងស្បៃធ្វើការដកថយលឿនឆ្កើតយកតែម្ដងពីអេស៊ូ អូយអេស៊ូ thol ôi bạn chỗ là bạn control men tên bạn chỗ là ហើយគេយកទឹកទីខ្ទឹម yeah ណោមើល time គាត់បាទការ flanker គាត់យ៉ាចង់វាយ បាទចូលទៅដល់ពីបូមធ្វើការបាន retreat ជាមួយនឹង pop មានការកកយកមកជាមួយនឹងការក្រាក់ទេវត្តមានរបស់គូសែនតែឡាជីកោអានឹងលងខ្លួនដែរទៅចាប់ជីកោទៅលើទៅអេស៊ូបានមានការចាយ flicker ពីវត្តមានរបស់ boom ដូចគ្នាផងដែរ lươn mong còn chỉ có tí tới lột chop rồi បាទបាញ់វាយមួយវាយបាច់ហ្នឹង ừ yeah yeah ព្រោះមិញគាត់ដឹងថាគាត់លងដែរណាបាទគាត់នៅដាច់គាត់មិនត្រូវដាច់គាត់ទេអញលងដល់គេគាត់ yeah ពី two trend នៅខាងផ្លូវបតំលែនមានការយកបានពី Vincent cái phần này trở nên mà đây អូយលុយលីក 4k ជាងអី Oracle Radiant Armor Felix បានជាមួយ Oracle ឯងស្រួលមាន Radiant Armor បាទ 4k ជាង8នាទីច្រើនគួរសមដើម្បីផ្សេងក៏ Vincent ក៏ដូចជា Felix បាទក៏ជា Dark Side អា Stick ក៏នៅចំណាត់ថ្នាក់លេខ4 បាទ T1 តរ៉េតតដាច់ដល់ហើយទេដាច់ជា one silent ទាំងពីរផងដែរ បាទឃើញ map បាទពី D7 ដឹងថាក្រាមគាត់នៅក្នុងហ្នឹងដូចគ្នា tôi khơi cái khơi con sầm nhập cái khơi những con trâu nó làm ngày à khơi cơm vô rồi បាទ នេះអូមានឯសមួយ Brute Force OverX ចាត់ចញ្ញា Last Battle ពី Dark Sideតែគូសែន item ច្រើនដែរដល់2 block ហើយដែរ បាទ យ៉ា តែ តែ game នឹង Vincent ក៏មាន2 item ចិត្ត3 item ណា Perfect Raw ទៀតឡើយ Golan ទល់ Golan ខុសគ្នា3ហើយ go បាទតែគាត់ថាហ្គេមនេះបើយើងមើលទៅជាមួយនឹងក្រាមគាត់នេះណាគ្រាន់តែ check map ណាអត់ទាន់បានបោក team fight ណា ប្រូឯងនឹងដើរតាមមេតាមួយនៃពេលដែល game ចង់ឲ្យគាត់រុញទៅដល់ late game ដើម្បី comeback មកព្រោះសារតែចាប់ពី8នាទីទៅpassive goal ក៏ចាប់បានឡើងច្រើនអញ្ចឹងក៏ចង់ substance defensive ទៅ late game មានតែអីវាយបែបបាទបើសិនជាក្នុងករណីដែលគូសែនមានលុយ game នេះក៏បាក់លេងដែរសម្រាប់ដាក់ក្រៃ yeah មានការ invest ចូលទៅដល់ perform របស់យកហ្មង free ផផមួយ level 14ទល់ level 10ខុសគ្នា4 level វ៉ាវ អូយ 3 total យើងគិតមើលទៅ 3 total បាន3 kill ទៀត ហើយបើមួយទៀតឥឡូវមកលួចបានមើលមួយទៀតបាទ ដល់ អេ ម៉ែណែ ស៊ូវេទនាតែម្ដងមកឡតនេះអាចនឹងពិបាកចូលទៀតហើយ ងុន ឡតនេះបើចូលអាចលងបើសិនជាក្រាមគាត់មកពីក្រោយ បាទតែហ្គេមនេះបើសិនជាប្រឡែងឡតម្ដងហើយម្ដងទៀតពិបាកក្នុងការ clear ណាអត់មាន hero clear ឡត free ឡតបាត់ណាមួយពិបាកចូលទៅ content តាំងពី total 3 total គេ free ណា free 3 total ហើយ lot yeah objective free អូក្រាមក៏មាន motor ទៅនោះ ណាមួយ chip ធំពេក game chip ធំពេកបើហ៊ានចូលមកមើល team fight មួយគឺគេមាន chip គេមាន teleport គេអាច spray បានគ្រប់ពេលវេលា បាទ ភាសាគឺពិបាកនៅក្នុងការបន្តមែនតើ បាទ បើក portal មកទេនេះ បាក់ចោល បើកចោល
បាទចង់ភ្លាមជាមួយនឹងការកោះធីមវ៉ាន់តរ៉េនយកតែម្ដងប៉ុន្តែសាមានការអល់តិមេតដើម្បី clear ជាមួយនឹងធីមវ៉ាន់តរ៉េនអត់ឲ្យយកបានទេពីខាង Dark Rai អូយ និយាយ យូ មកនិយាយរួមទៅ Pro Esport មានតែខំមកសកត់ចិត្តទេហ្គេមហ្នឹងគឺត្រូវធ្វើមិនត្រូវមានតែតុបទេចាំ late game ចាំគូសែនវាយចេញទេ Cat God គួយមើលខំអត់ ខំដែរខំ តែបានណាបើសិនជារំពឹងទៅលើ damage របស់ហារ៉ាតែមួយ ហ្នឹងហើយចុះមានអីទៀតមានអាហាររដ្ឋភាសាហ្នឹងហើយ ហើយមួយសើ damage magic គិតមើល ហ្នឹងហើយ physical អត់មានទៀតបាទតើ RT clear ជាមួយនឹង land game នេះមានតែការ build យក cooldown ទេប៉ុន្តែមានការចាប់ stand ទៅលើវត្តមានរបស់សាដូចគ្នាបាទ Gram God មានការបើក map បានមួយឈ្ងុយមួយឆ្ងាញ់យកតែម្ដងប៉ុន្តែជាមួយនឹង passive នៅ T3 terrain នៅខាងផ្លូវបន្ត land ក៏អត់ឲ្យបែក តបបានថាថាប្រភេទ hero របស់ខាង Dark Rai Esport គាត់ Granger ក៏បានជា hero ដែលគេហៅអ្នកដែលវាយកំតិចទៅលើ turret ណាហ្នឹងអញ្ចឹង Granger ទៅសំបីបាទ អូចាក់មួយចាក់ពីរបាទផតយកតែម្ដងជាមួយនឹងការបោក team fight ចាក់ចូលទៅម្ដងជាមួយនឹងវត្តមានរបស់ Dark Side ប៉ុន្តែមានការជីកជាមួយនឹង Ace មានការចូលជាមួយនឹងផតលុកខ្លួនហើយពីវត្តមានរបស់ពុំមានការអត់តែប៉ុន្តែទីវត្តមានការយកមកប៉ុន្តែពីវត្តមានរបស់ Dark Rai Esport មិនវាបើវិញ កំពុងតែជីកសុកឃើញគេនៅក្នុង turret ចាក់ភ្លេចឡើងលឿន មកអត់ បាទសិង1សិង2បាទពី Dark Side គេមកនេះ free ហើយ Dark Side មានតែចាប់បាយដល់ស្លាប់មួយពីវត្តមានរបស់ Sorry M Felix ប៉ុន្តែអាចបថោងតោងស្បៃបានល្អខ្លាំងតែជាមួយនឹងការ cover គ្នាពី D7 Yes នេះគឺជាយុទ្ធសាស្ត្រនិងតារារបស់ខាង Pro Esport ហ្នឹងមើលទៅគឺគាត់ substand early game និង Kai team fight ទុកឲ្យ Kuzen ជាអ្នក farm បាទពេលដែលមានហ្នឹងហើយពេលដែលគាត់មាន item ដែរអាហ្នឹងគាត់អាច power spike បានហើយមកផ្ទះហើយនឹងថនពី Azu ហ្នឹងបាទ recall ហើយអាយ៉ាអាយ៉ា អូយោយោដាក់ Sooner ណា ដាក់ emote Sooner អាយ៉ា អាយ៉ា បងប្អូនគេណា emote ហ្នឹង ហ្នឹងហើយ emote បងប្អូនគេគេកំពុងហៅបងប្អូននេះជួយមើលនេះយ៉ាងរៀងស្ងប់ស្ងាត់ហើយហ្គេមនេះដូចជាមិនសូវវាយគ្នាប្រហែលទេប៉ុន្តែលទ្ធផលជាមួយនឹងការបំបែក kill ពីខាង Pro Esport ក៏អត់ទាន់បានផងដែរបាទតាមគាត់បើក map 2នាក់ជាមួយនឹង Boom បាទធ្វើការមកហ្គេងយកផយកតែម្ដងពីខាង Dark Rai Esport យក free និយាយទៅខាង Pro ឥឡូវក៏អត់មានធ្វើអីក្រៅបើកលុយពីវត្ត បើលុយគាត់ហ្នឹងហើយ លុយ passive របស់គាត់ពី6ទៅ8 goal ទៅទៅចិនរហូត8បើរសារឥឡូវគាត់ចោតទេសំបីតា grip ក៏គេយក minion គេ clear minion គេຕົក free នៅពាក់កណ្ដាល map យើងហ៊ានទៅ clear មិនកើត គេមានអារម្មណ៍ចាំឲ្យគេ fail ទេហ្គេមនេះ បាទដល់ខ្លួនជាប់ Dark Side តែ Dark Side នៅក្នុងហ្គេមនេះក៏ពិបាកក្នុងការចាប់គាត់ដែរអត់មាន100ចាប់ហ៎ មកឈីនៅក្រោមមក clear lane ហើយទៀត ណងឈិតចង់ឲ្យទៅ flash ក្រោយឯងដើម្បីបើក photo spray ព្រោះអា skill អុកវាហ្នឹងវាឥឡូវអុកទៅចាំ minion ដែរឥឡូវ clear បាន minion ទេ ហ្នឹងហើយពីមុនអុកអត់ចប់ minion តែចប់តែ hero យេបាទ hero គេដែរ free lot មិនអីទេប្រវត្តិសាស្ត្រអាចនឹងកាត់ឡើងម្ដងទៀតដែរទេសម្រាប់ Dark Rai Esport យ៉ា លើកគេ 12k គេ comeback អីចឹងមើលមួយឡតនេះអាចបុកចូលអត់មានសៀលទេមានគាត់ថា200អាចយកបានមកផ្លូវយកបានអីបងវាយយកតែម្ដងប៉ុន្តែបងធ្វើការចាយជាមួយនឹង Flicker ដកថយក៏ដូចជាឡាននេះអាចនឹងបុក team fight ដែរទេ Flicker គេចាយ skill 2ហ្នឹងគាត់ចាយ skill 2បន្តលេងដាច់គាត់ អូទៅផ្ទះអាចនឹងបើក portal ចូល team fight ដើម្បីហ្គេមនេះក្រាមគាត់បើក portal ចូលមកមានការ rotate មកចូល portal វិញដែរទេជាមួយនឹងការបោកវាយទៅលើ Boom មុនគេ Boom បានមានបញ្ហាវាយដល់ស្លាប់មួយពីគាត់របស់ Flori Emily Asu មកផ្ទះឡើងជាបានច្រើនមែនទែនជាមួយនឹងការអស់ចូលទៅក្នុងផ្ទះតែដាច់ជាមួយនឹងរបស់ Asu បានតែតែយកមកជាមួយនឹង Felix ចាក់ចោលចាក់ឡើងអស់ជាមួយនឹង Stay Disman ធ្វើការ cover ជាមួយនឹងការតអាទីយកតែដល់ពីគាត់របស់សា Clear ឡតបានដែរទេឡតទៅដាច់ជា 20% យកដល់ជាមួយនឹងការចូល skip អើយពីក្រាមគាត់បៃ motor មកការចាក់សិងយកទៅដល់ពីគាត់របស់ Dark Side មកការផ្លាច់ជាមួយនឹង Vincent ណាមួយអត់មាន hero បុកផ្ទះជាមួយនឹងការបោកវាយចូលទៅក្នុងផ្ទះយកទៅដល់ជីកាមួយជាប់ stand នៅក្នុងផ្ទះដាច់យកទៅដល់ពីគាត់របស់ Boom ហើយនឹង Vincent បាទឬសូតាប៊ូមដាច់2នាក់បាត់ហើយជាមួយនឹង Vincent ក៏ដូចជា Boom តែអត់មាន stack ទេតែ3ផ្លូវហើយបាត់3ផ្លូវ អូលើចំណេញគេមាន chip គេនៅចំណេញហ្នឹងហើយទោះយកបាន Vincent ហើយមួយ Boom មានតែមួយ kill ហើយ Vincent មាន kill ហ្នឹងបាទ200 goal ហេចែកគ្នា មក hero 200 goal បើ hero មាន streak អីមានតែមួយនឹងមាន Dark Side បងកែនអត់មាន kill ហ្នឹង 4-2ហ្នឹងលេខ 7ឈ្នះអត់ kill សត អូមានថាក្រៅ damage បញ្ចេញបាទពី Vincent លេខ1តែម្ដង Kusan លេខ2
mà lên sắp ngắt đấy và đặc ca tăng chất năng phiêu ẩm nát vì pro e-sport đặc rai có đặt control đôi nè បើអាទីពីស្ទេងធ្វើការមកពីក្រាមក៏តបផថជាមួយនឹងការបោកវាយដែរទេជាមួយនឹងក្រាមក៏សំដៃទៀតបតៃយកមើលជាមួយនឹងបូមធ្វើការដៃជាមួយនឹងរបស់គឺសែនបានហើយក៏មានការចាក់ចោលចាក់ឡាបតៃយកមើលជាមួយនឹងសារពីការតបមកដែរពីដាក់សាយធ្វើការបានជាមួយនឹងដាប់គីលហើយជាហ្គេមនេះវ៉ាអត់ហ្គេមទី1 វត្តមានរបស់ Dark Rai Esport យកជ័យជំនះទៅលើ Pro Esport បានមួយបន្ទុកមុនបាត់ទៅហើយ Game 1 Secure 2 Dark Rai Esport អូបដិសិនដល់ជា តាប់ប្រឆាំងអស់ហ្នឹង thế to nè អរឯមួយលើកទៅមួយ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  nè từ ninh mùi vào đây យកទៅនេះមួយ đặt vì xấu này ទៅមិនដាក់ដៃដាក់2 1ឯងដល់យើងមិនតាប់ប្រឆាំង à không không ទៅគូទី ế xin điện thử à ត្រូវហោះ ế xin điện phí mùi ពីសូន xin điện phí mùi đã ទី1 xin điện đặt rai phí pro mùi អូនេះពីសូន phí xấu ខ្ញុំខំមួយហ្នឹងបាទ mình tâm đặt không đây áo gọn តែ này អេហៀខ្ញុំធ្វើលេងដែរហៀ តែមានអារម្មណ៍ថាសងតង់ smooth ណាដាក់ដៃលេ អើយល្អមែន គឺថាចូលទៅនេះហ្មង smooth ហ្មងគាត់ follow ទៅតាម stress ដែលខូចគាត់ដាក់ឲ្យ តែមានអារម្មណ៍ថាប៊ុំនៅពេលដែលគាត់បានលេងកលូអញ្ចឹងអត់មាន hero វាយគាត់ទេ ញ៉ាំទៅ hero ហ្នឹងគាត់ធំនៅក្នុង មកពីត្រាស់ហ្នឹងមកពីត្រាស់ហ្នឹង ត្រាស់ហ្នឹងធំ ត្រាស់ហ្នឹងធ្វើឲ្យប៊ុំគឺសบายលេងបង បាទ ចឹងទៅយើងបានឃើញផ្តែជាមួយនឹងក្រានកោតមកនេះ ពលឃើញនៅសល់កលូទៀតកលូជន់ factory នេះមេទៀត បាទចឹងក្រាមកោតគាត់មានអារម្មណ៍ថាធឹម chemistry របស់គាត់យើង build ជាមួយនឹង team ដាក់ក្រៃបានល្អ4អ្នកផ្សេងទៀតណាបាទចឹងគឺ គាត់ឃើញចេញ map មកមិញ4 5នាក់នៅមិញ stick load